សារធ្វើអ្វីក៏ជោគជ័យល្អណាស់គ្រប់ដំណើរការងាររត់ចូលមកគ្រប់ពេលមានតែសរសើរគាត់ថាខំបន្តទៀតមិនយូរទេនឹងលើកដំកើងចំណែកក្តីស្នេហារបស់ខ្ញុំក៏ភក្តីនាងថាស្មោះតែខ្ញុំគ្មានតែចិត្ត2 3ខ្ញុំក៏បានសន្យាស្រឡាញ់នាងថ្ងៃខ្សាច់ទោះលំបាកយ៉ាងណាក៏ខ្ញុំមិនលែងដៃមិនទាន់បានប៉ុន្មានអ្វីបដូរទាំងអស់ស្រឡាញ់បដូរជាស្អប់លើកបែរទម្លាក់ចុះគ្រួសារមិនលើកទឹកចិត្តបែរជាខ្ញុំទាំងអស់ជីវិតនៅពេលនេះដូចជាមនុស្សស្លាប់ទាំងរស់100ធ្លាក់ដល់0តែខ្ញុំរំពឹងអ្នកណាមុនគិតថាអស់ស្នេហ៍អស់ការងារនៅគ្រួសារតែតាមពិតខ្ញុំគិតខុសអ្វីក៏គ្មានសល់ដែរណាសល់តែសម្បកខ្លួនរងចាំថ្ងៃដែលមរណៈរឿងដែលគេនិទានប្រែខ្លះជាការពិតពីមុនខ្ញុំគិតថាវាគ្រាន់ជាការប្រឌិតព្រោះមើលទៅធម្មតាហើយអ្វីក៏ចង់ស្លាប់ដល់ពេលនេះជួបផ្ទាល់ទើបយកពីការពិតអ្នកថាពិតជាស្រួលអ្នកជួបទៅពិបាកពីមុនខ្ញុំរឹងមាំអីលើប្រែកំសាខ្ញុំខ្លាចការមើលងាយមើលស្រាលមិនទៅបង្អាប់អ្វីដែលខ្ញុំមិនខ្លាចនោះគឺសេចក្តីស្លាប់ឯងចាប់ពីថ្ងៃហ្នឹងមិនមកធ្វើការទៀតទេហើយយកវ៉ាវ៉ាន់ឯងចេញពីក្រុមហ៊ុនអញភ្លាមមានតែមើលខ្លួនឯងមួយថ្ងៃហ្នឹងថាខ្លួនឯងមានអីគេខ្លះបានមកស្រឡាញ់ខ្ញុំហ្នឹងបានចាប់ពីថ្ងៃហ្នឹងទៅយើងបែកគ្នាអាកូនចង្រៃធ្វើអីក៏មិនបានការឯងចង់ទៅណាក៏ទៅអាកូនចង្រៃរាល់ថ្ងៃមានអារម្មណ៍ថាពិបាកនៅក្នុងចិត្តតែលឺសំឡេងគេដៀជាប់ជានិច្ចរាល់ពេលដែលឆ្លងកញ្ចក់ឃើញតែផ្សែងខ្មៅជុំចិត្តប្រៀបដូចជាមានមនុស្សមកទីចង់យកជីវិតឬក៏ជិតដល់ពេលដែលខ្ញុំត្រូវចាក់ចេញមកឆាប់យកខ្ញុំទៅព្រោះនៅក៏មិនចំណេញមនុស្សដូចជារូបខ្ញុំគ្មានទេអ្នកដែលស្រឡាញ់គឺមានតែអ្នកស្អប់អ្នកមើលងាយនិងអ្នកជ្រិញបើសិនខ្ញុំទៅបាត់ប្រហែលគេនឹងសប្បាយមិនថាស្នេហាការងារពុកម្ដាយទោះបើជាខ្ញុំនៅក៏គ្មានអ្នកខ្វល់ខ្វាយពេលខ្លះខ្ញុំសែនខ្លាចពិភពលោកនេះដល់ហើយខ្ញុំចង់បដូរកន្លែងទៅរស់នៅភពថ្មីរស់នៅតែម្នាក់ឯងគ្មានអ្នករញ៉េរញ៉ៃសូមនៅឲ្យបានសុខវេលាកាន់តែខ្លីគេមកយកខ្ញុំហើយអ្នកនឹងលេចហត់ជេរស្ដី